ការពិបាកពេលនិយាយពាក្យថាពិបាកវានឹងคล้ายជាការរារាំងសមត្ថភាពរបស់ខ្លួនឯងភ្លាមតែម្ដងព្រោះមនុស្សដែលតែងតែត្អូញត្អែរថាខ្លួនលំបាកគេតែងងាករេបញ្ចេះបញ្ចុះមិនហ៊ានចាប់នឹងយកឱកាសដែលបានមកដល់ចំណុចមុខព្រោះគេគិតថាវាមិនអាចទៅរួចឡើយមិនអាចធ្វើបានឡើយមិនអាចសម្រេចឡើយនេះហើយគឺជាពាក្យដែលមនុស្សតែងតែប្រើពាក្យថាពិបាកនោះឯងធ្វើមិនកើតពេលនិយាយពាក្យនេះវានឹងคล้ายជាការបណ្ដេញខ្លួនឯងចេញពីអ្វីកំពុងធ្វើឬរារាំងការរៀនយកចំណេះដឹងនឹងមិនអាចស្រាវជ្រាវនៅរឿងរ៉ាវថ្មីនៅជុំវិញខ្លួនហើយថែមទាំងមានអារម្មណ៍គ្រប់ពេលថាស្មុគស្មាញសុញនឹងអាចនឹងខ្លាចមិនហ៊ានប្រឈមមុខនឹងការបាត់បង់ទៅវិញពេលដែលរឿងនោះប្រែជារឿងបរាជ័យអស់សង្ឃឹមព្រោះតែពាក្យមួយម៉ាត់នេះផុសឡើងនៅក្នុងចិត្តធម្មពលទាំងមូលទូទាំងរាងកាយនិងផ្លូវចិត្តធ្លាក់ចុះបាត់អស់ពោលគឺយល់ថាពិភពលោកទាំងមូលនេះគឺគ្មានអ្វីនៅសេសសល់សម្រាប់ខ្លួនទៀតទេក្នុងឋានៈបែបនេះហើយមនុស្សដែលនិយាយពាក្យមួយម៉ាត់នេះនឹងមិនអាចចាប់ផ្ដើមធ្វើរឿងរ៉ាវដែលបរាជ័យនោះម្ដងទៀតឬមិនហ៊ានប្រថុយចាប់យកនៅរឿងរ៉ាវថ្មីផ្សេងទៀតមកអនុវត្តឡើយចុងក្រោយគេនឹងខ្លាចជាមនុស្សមិនមែនមនុស្សឬអាចនិយាយបានថាជាគល់ឈើមួយដែលគ្មានវិញ្ញាណតែប៉ុណ្ណោះខ្ជិលមិនគួរសំបីតែនិយាយលេងព្រោះនឹងធ្វើឲ្យកើតភាពមិនទទួលខុសត្រូវនិងមើលងាយទៅលើការងារដែលអ្នកដទៃកំពុងតែធ្វើចូលចងចាំថាជានិច្ចកាលត្រូវបានគេតើនៅក្នុងហ្វូងជំពូកមនុស្សដែលអត់បានការគិតតែពីដេកតែប៉ុណ្ណោះអត់ខ្វល់ពីអ្វីនៅជុំវិញខ្លួនដែលគួរតែធ្វើដើម្បីស្រោចស្រង់ខ្លួនចេញពីភក់ដ៏កខ្វក់មួយនេះបានពីខ្ញុំបានមាសវិសាលសូមអរគុណ